នៅថ្ងៃទី15ខែធ្នូឆ្នាំ2025នេះអ្នកនាំពាក្យក្រសួងការបរទេសថៃលោកនីកណ្ដេញបាឡេងកូរ៉ាបានបញ្ជាក់ជាសាធារណៈក្នុងសន្និសីទសារព័ត៌មានមួយថារាជរដ្ឋាភិបាលថៃបានកំណត់លក្ខខណ្ឌចម្បងចំនួន3ចំណុចសម្រាប់ការអនុវត្តបទឈប់បាញ់ជាមួយប្រទេសកម្ពុជាក្នុងបរិបទនៃស្ថានភាពតានតឹងនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរលោកនីកណ្ដេញបាឡេងកូរ៉ាបានលើកឡើងថាលក្ខខណ្ឌទាំងនេះគឺជាគោលការណ៍ដែលភាគីថៃយល់ថាចាំបាច់ត្រូវអនុវត្តឲ្យបានច្បាស់លាស់និងជាក់ស្ដែងដើម្បីធានាថាបទឈប់បាញ់អាចកើតមានប្រសិទ្ធភាពព្រមទាំងជួយកាត់បន្ថយហានិភ័យនៃការប៉ះទង្គិចឡើងវិញនៅតាមព្រំដែនលក្ខខណ្ឌទី1ត្រូវឲ្យភាគីកម្ពុជាជាអ្នកប្រកាសបទឈប់បាញ់ជាមុនភាគីថៃបានបញ្ជាក់ថាការប្រកាសនេះត្រូវធ្វើឡើងជាផ្លូវការនិងបង្ហាញពីឆន្ទៈពិតប្រាកដក្នុងការបញ្ឈប់អំពើហិង្សានិងការប៉ះទង្គិចយោធាលក្ខខណ្ឌទី2បទឈប់បាញ់ត្រូវអនុវត្តជាក់ស្ដែងនៅលើទីលានមិនមែនជាការប្រកាសតែតាមពាក្យសម្ដីប៉ុណ្ណោះភាគីថៃបានលើកឡើងថាការអនុវត្តជាក់ស្ដែងគឺជាចំណុចសំខាន់ដើម្បីបង្ហាញពីភាពទំនួលខុសត្រូវនិងការគោរពកិច្ចព្រមព្រៀងរវាងភាគីទាំងពីរលក្ខខណ្ឌទី3គឺការសហប្រតិបត្តិការយ៉ាងពិតប្រាកដនិងស្មោះត្រង់ពីភាគីកម្ពុជាលើការបោះសម្អាតគ្រាប់មីននៅតំបន់ពាក់ព័ន្ធភាគីថៃបានបញ្ជាក់ថាគ្រាប់មីននៅតាមព្រំដែននៅតែជាបញ្ហាគំរាមកំហែងដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋនិងកម្លាំងសន្តិសុខហើយការសហការលើវិស័យនេះគឺមានសារៈសំខាន់ខ្លាំងក្នុងការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរអ្នកនាំពាក្យក្រសួងការបរទេសថៃក៏បានបន្ថែមថាភាគីថៃមិនបដិសេធការចរចាឬការស្វែងរកដំណោះស្រាយដោយសន្តិវិធីនោះទេប៉ុន្តែការអនុវត្តត្រូវផ្អែកលើភាពស្មោះត្រង់និងការគោរពគ្នាទៅវិញទៅមកសេចក្តីប្រកាសនេះត្រូវបានគេមើលឃើញថាជាជំហរផ្លូវការរបស់រាជរដ្ឋាភិបាលថៃក្នុងការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ននិងជាសារបញ្ជាក់ច្បាស់ទៅកាន់ភាគីពាក់ព័ន្ធអំពីលក្ខខណ្ឌមូលដ្ឋានសម្រាប់ការបន្តកិច្ចសន្ទនានិងការកាត់បន្ថយភាពតានតឹងនៅតំបន់ព្រំដែន